ចឹងនេះជាបញ្ហាមួយដែលយើងកើតឡើងហើយយើងឆ្លងកាត់ទៅថាវាមានបញ្ហាអីកន្លែងនេះគឺខ្ញុំនឹងចង់បញ្ជាក់លោកអ្នកគ្រូយើងនឹងត្រឡប់ទៅវិញយើងសូមចេញពីកម្មវិធីតែម្ដងស្ដីដល់គ្នាអញ្ចឹងដោយសារតែមិញមានបញ្ហាតាក់ទងជាមួយនឹងការធ្វើទិន្នន័យ database របស់ក្រសួងដែលបានផ្ញើមកអញ្ចឹងទៅនៅពេលដែលយើងចង់បញ្ចូលបន្ទុកអស់ច្រឡំបញ្ចូលឈ្មោះសិស្សបានប៉ុន្តែនៅពេលដែលយើងបញ្ចូលរូបភាពជាប់បានអញ្ចឹងបញ្ហាមួយហ្នឹងខ្ញុំនឹងធ្វើជាបញ្ហាហ្នឹងដើម្បីយើងចោទមើលថាវាត្រូវឬប៉ុណ្ណាយើងវាយតាមធម្មតាដែលយើងធ្លាប់ធ្វើពីមុនមកអញ្ចឹងយើង link database របស់យើងទីតាំងដែលយើងចង់បានឲ្យខ្ញុំ link ម្ដងចាស់ដើម្បីចូលទីតាំងដែលយើងចូលហ្នឹងមកកន្លែងកម្មវិធីប្រឡងហ្នឹងបាទហើយយើងឥឡូវយើងសាកទី9សិនចុះហើយនេះគឺជា link database របស់ទីដែលយើងផ្ញើមកតាមសាលានីមួយៗរបស់លោកអ្នកគ្រូអញ្ចឹងហើយយើងចូលធម្មតាមកដូចទូទៅដូចធម្មតាបាទហើយវាយ password យើងទូទៅយើងចូលមកកាន់ប្រព័ន្ធរបស់យើងដំណើរការតែម្ដងហើយបញ្ហាទី1ដែលខ្ញុំបានបញ្ចូលរូបបញ្ចូលបញ្ជីឈ្មោះរួចអស់ហើយប៉ុន្តែជាក់ស្ដែងគឺរូបភាពយើងអត់ទាន់បានបញ្ចូលទេអញ្ចឹងយើងធ្វើតេស្តជាមួយគ្នាអញ្ចឹងនេះជាបញ្ហាមួយដែលយើងកើតឡើងហើយយើងឆ្លងកាត់ទៅថាវាមានបញ្ហាអីកន្លែងនេះគឺខ្ញុំនឹងចង់បញ្ជាក់លោកអ្នកគ្រូយើងនឹងត្រឡប់ទៅវិញយើងសូមចេញពីកម្មវិធីតែម្ដងអូខេអញ្ចឹងដំណោះស្រាយដែលយើងត្រូវធ្វើហ្នឹងទី1ដោយសារតែមែនតើខ្ញុំអត់ដឹងថាវាយ៉ាងម៉េចទេអ្វីដែលយើងអាចធ្វើបានតាមវិធីសាស្ត្ររបស់ខ្ញុំគឺខ្ញុំគ្រាន់តែ copy file ទាំងអស់ហ្នឹងមកដាក់នៅលើឆៅតែម្ដងខ្ញុំ copy file ទាំងអស់ហ្នឹងខ្ញុំដាក់នៅខាងក្រៅខ្ញុំសូម copy ចេញមក copy ដាក់នៅខាងក្រៅលើ desktop តែម្ដងទៅខ្ញុំយក file ទាំងអស់ហ្នឹងមកដាក់ខាងក្រៅមកដាក់ឆៅបណ្ដោយទៅដើម្បីឲ្យវាអាចបើក file ឲ្យយើងបានឬអត់អញ្ចឹងវាស៊ីសងលើការតេស្តរបស់ខ្ញុំពួកអ្នកគ្រូអាចមើលបានខ្ញុំសូមនឹងបើកម្ដងទៀតទៅលើ file access បាទចាំមើលបើវាចេញវាពិតជាការធ្វើឲ្យយើងវាត្រឹមត្រូវខ្ញុំសូម link ម្ដងទៀតដោយសារតែយើងបដូរទីតាំង database របស់យើងហើយអញ្ចឹងយើងបាន copy មកខាងក្រៅទាំងអស់ចា៎បាទអញ្ចឹងយើងធ្វើម្ដងទៀតបាទបន្ទាប់ពីវា match ហើយយើងធ្វើការដូចដែលលោកអ្នកគ្រូធ្វើម្ដងឥឡូវនេះយើងចូលដូចមិញអញ្ចឹងយើងមានបញ្ជីបេក្ខជនហើយបានន័យថាទី9ខ្ញុំនៅទី9ហ្នឹងគឺមានហើយបញ្ជីឈ្មោះជាក់ស្ដែងគឺវារូបភាពនឹងឯងដែលយើងអាចចូលកែបានតែឥឡូវម្ដងទៀតយើងសាកម្ដងទៀតតើវាចូលអត់អូខេនេះជាអ្វីដែលយើងបានធ្វើម្ដងទៀតមានន័យថាវា backup file ឲ្យយើងបានហើយអញ្ចឹងបើសិនជាលោកអ្នកគ្រូយកកម្មវិធីហ្នឹងដាក់ចូល folder នៅក្នុង folder ច្រើនពេកវាអត់ចាប់ទេអញ្ចឹងយើងយកវាមកខាងក្រៅចាំយើងផ្គុំវាចូលទៅក្នុង folder វិញអញ្ចឹងវិធីសាស្ត្រហ្នឹងយើងអាចបាន file backup នេះដែលយើង backup file ហើយ photo បានអញ្ចឹងលោកអ្នកគ្រូគ្រាន់តែយើង cancel វាមកយើងមិនអាចធ្វើវាយើងអាចថយមកក្រោយវិញមកណាយើងចេញសិនមកបាទយើងចេញសិនអស់យើងបិទកម្មវិធីវិញសិនមកនេះយើងបាន file backup នៅលើ desktop នេះហើយយើងនឹងយក file ទាំងអស់ហ្នឹងដាក់រួមបញ្ចូលគ្នាតែម្ដងតោះខ្ញុំសូមបង្កើត folder មួយទៀតមកទី9ខ្ញុំដាក់កាត់ទី9ចុះខ្ញុំនឹងធ្វើវាហើយយើងវែងតិចប៉ុន្តែគ្រូអ្នកគ្រូអាចមើលនឹងយល់យើងយក file ទាំងអស់ហ្នឹងបាទយើង select វាមកបាទយើងយកមករុញវាចូលនៅក្នុង grade ទី9មក control x ក៏បានដែរអញ្ចឹងយើងអាចបើក file ម្ដងទៀតបានចាំមើលវានៅ link បានទៀតអត់អញ្ចឹងយើងសុំបើកម្ដងទៀតដើម្បីបញ្ជាក់ថាវាត្រូវឬមិនត្រឹមត្រូវបាទយើង link ម្ដងទៀតដោយសារតែកាលណា database របស់យើងដូរ folder គឺវានឹងដូរទីតាំងចាប់ទីតាំងសាមីថាយើងនឹងចាប់នៅកន្លែងណាបាទអញ្ចឹងរបស់យើងវិញគឺនៅ grade ទី9សូមចូលមកកាន់នេះបាទយើងម្ដងទៀតបាទហើយយើងសរសេរតាមអ្វីដែលគុណកោខ្លប់ចូលហ្នឹងមកបាទអូខេចូលបញ្ជីបេក្ខជនហើយយើងមើលកន្លែងទីតាំងដែលយើងត្រូវរៀបចំអ្វីដែលសំខាន់បំផុតគឺយើងអាច link browser ចូលទៅកាន់ការកែរូបភាពបានវាជាអ្វីដែលយើងត្រូវធ្វើបាទឃើញទេយើងចូលបានហើយលោកគ្រូអ្នកគ្រូ complete copy រូបភាពរបស់សិស្សរបស់យើងហ្នឹងណាចូលមកក្នុង photo នេះនៅខាងក្នុងហ្នឹងតែម្ដងកន្លែងនេះទីតាំងដែលយើងត្រូវដាក់បាទcopy រូបភាពមកណារូបភាពលោកគ្រូអ្នកគ្រូកូនសិស្សរបស់យើងនៅណាយើងដាក់ចូលនៅក្នុង folder ដែលបានដែល database វា backup ឲ្យយើងមិញណាអញ្ចឹងយើង copy មកដល់សិស្សរបស់ខ្ញុំមានឈ្មោះ2នាក់អញ្ចឹងទៅខ្ញុំសុំហើយការដាក់ឈ្មោះដូចគ្នាដែរយើងអត់អាចដាក់អក្សរខ្មែរខ្ញុំមិនដឹងដែរក៏លោកកុំព្យូទ័រលោកគ្រូអ្នកគ្រូ support នេះមិនដឹងតែខ្ញុំសុំដាក់លេខ001ហើយសិស្សខ្ញុំទី2 00អញ្ចឹងខ្ញុំនឹងធ្វើការ link មួយចូលទៅយ៉ា sorry សុំទោសខ្ញុំសុំចូល database របស់យើងវិញនេះវាធ្វើការ link ឲ្យយើងចូលឃើញទេអញ្ចឹងអ្វីដែលសំខាន់គឺយើងអាច browser ឲ្យចាប់រូបភាពសិស្សយើងបានអានឹងជាបញ្ហាដែលធំដែលខ្ញុំតែជួបប្រទះ2ឆ្នាំហើយបាទអញ្ចឹងមាននៅប៉ុណ្្នឹងទេវីដេអូបើសិនជាគ្រូឆ្ងល់មើលវីដេអូឡើងវិញម្ដងទៀតបាទអរគុណ